อมนาចមិនមានមុខតែវាដើរតាមខ្យល់នៅក្នុងពាក្យនឹងចិត្តយើងរស់នៅក្រោមវាដោយមិនដឹងខ្លួនក្នុងសាលារៀននិងពន្ធនាគារច្បាប់និយាយថាត្រូវខុសខុសតែអ្នកណាសរសេររូបពាក្យទាំងនោះតើសេចក្តីពិតឬអំណាចកំពុងនាំផ្លូវភ្នែកមើលយើងពីគ្រប់ទៅដោយពន្លឺមិនដែលងងឹតយើងរៀនធ្វើតាមដោយខ្លួនឯងមិនចាំបាច់មានខ្សែចងក៏ចេះខ្លាចអំណរអំណាចមិនមានមុខតែវាដើរតាមខ្យល់នៅក្នុងពាក្យនឹងចិត្តយើងរស់នៅក្រោមវាដោយមិនដឹងខ្លួនប្រវត្តិសាស្ត្រមិនមែនតែមួយសំឡេងវាជាសាច់រឿងដែលគេជ្រើសប្រាប់អ្នកដែលមានអំណាចសរសេរពេលវេលាអ្នកដទៃត្រឹមតែស្ដាប់ដោយស្ងៀមស្ងាត់ធម្មតាគឺអ្វីដែលគេកំណត់ចង្លៃអ្វីដែលគេដេកសេតចំឡៃគឺអ្វីដែលគេដេកសេតតែក្រោមនោះមានសំឡេងជាច្រើនកំពុងហៅឲ្យយើងស្ដាប់និងយល់បើអ្នកសួរខ្ញុំជាអ្នកណាសំឡេងជុំវិញនឹងឆ្លើយជំនួសតែបើអ្នកបំបែកខ្សែអំណាចអ្នកនឹងឮសំឡេងខ្លួនឯងពិតប្រាកដអំណាចមិនមានមុខតែវានៅគ្រប់ទីកន្លែងនៅក្នុងពាក្យនិងសេចក្តីពិតយើងអាចផ្លាស់ប្ដូរវាដោយការយល់ដឹងសេចក្តីពិតមិនមែនជាអ្វីទេវាផ្លាស់ប្ដូរតាមសង្គមនិងអំណាចបើភ្នែកអ្នកបើកចិត្តអ្នកភ្លឺអ្នកនឹងឃើញសេរីភាពក្នុងខ្លួនឯង